ដែលត្រូវបានជ្រើសរើសតំណាងឲ្យសិស្សានុសិស្សដែលសិក្សាផ្នែកចំណេះដឹងទូទៅភាសាខ្មែរទាំងអស់ឡើងមកអាននិងបង្ហាញពីចំណាត់អារម្មណ៍ផ្ទាល់ខ្លួនចំពោះព្រឹត្តិការណ៍ដ៏សែនមានអត្ថន័យមួយនេះគណៈធិបតីនិងអង្គពិធីទាំងមួយតើអ្នកទាំងអស់គ្នាដឹងទេថាការសិក្សាពិតជាមានតម្លៃដែលមិនអាចកាត់ថ្លៃបានក្នុងឆាកជីវិតរបស់មនុស្សម្នាក់ដូចនេះហើយទើបនាងខ្ញុំជ្រើសរើសយកប្រធានបទមួយដ៏សែនមានអត្ថន័យដល់បងនិងប្អូនសិស្សានុសិស្សទាំងអស់យកជាគំនិតដើម្បីពិចារណាតើគណៈធិបតីពុកម៉ែតាយាយបងប្អូនទាំងអស់ដឹងដែរទេប្រធានបទរបស់នាងខ្ញុំនិយាយអំពីអ្វីប្រធានបទរបស់នាងខ្ញុំគឺពន្លឺនៃការអប់រំមនុស្សគ្រប់រូបនៅក្នុងសហគមន៍លោកតែងតែធំធាត់លូតលាស់មកដោយការអប់រំមិនថាមនុស្សវ័យណាក៏ដោយគ្មាននរណាម្នាក់អាចរស់បានដោយគ្មានការអប់រំទេគ្រាន់តែការអប់រំនោះអ្នកអាចទទួលបានមកពីមជ្ឈដ្ឋានខុសៗគ្នាក្រោមរូបខុសៗគ្នាអ្នកនៅទីណាមិនសំខាន់ត្រង់ថាអ្នកបានបើកចិត្តខ្លួនឯងឲ្យទទួលបានការអប់រំហើយឬនៅហើយអ្វីបានជាអ្នកចាំបាច់ត្រូវតែទទួលបានការអប់រំជាការពិតណាស់ការអប់រំគឺជាការព្រៀនប្រដៅណែនាំមនុស្សឲ្យប្រព្រឹត្តអំពើល្អមួយវាចាអំពើអាក្រក់ឬអំពើអបាយមុខផ្សេងពោលគឺការរស់នៅក្នុងសម្រងភាពនៅក្នុងសង្គមមួយប្រកបដោយសន្តិភាពមនុស្សបើគ្មានការអប់រំទេគឺប្រៀបដូចជាសត្វដែលគ្មានវិចារណញ្ញាណដែលមិនអាចបែងចែកមួយណាសមួយណាខ្មៅមួយណាល្អមួយណាអាក្រក់មួយណាបងមួយណាកូនមួយណាប្អូនកូនលែងស្គាល់ម្ដាយលែងស្គាល់កូនជាដើមហើយយើងម្នាក់អាចទទួលបានការអប់រំពីមជ្ឈដ្ឋានខុសៗគ្នាដូចជាសាលារៀនគ្រួសារសង្គមនិងខ្លួនឯងតួយ៉ាងកុមារការអប់រំដែលល្អបំផុតបន្ទាប់ពីគ្រួសារគឺសាលារៀននេះឯងដែលកុមារគ្រប់រូបមិនអាចខ្វះបានកុមារប្រៀបដូចជាក្រដាសសមួយសន្លឹកបើយើងបន្តលាបពណ៌ឬគូសវានោះច្បាស់ណាស់វានឹងអាចផ្លាស់ប្ដូរទៅជាពណ៌ផ្សេងទៅតាមការគូសវារបស់យើងគ្មានពន្លឺឯណាភ្លឺច្បាស់ល្អនឹងគង់វង្សជានិច្ចដូចពន្លឺនៃការអប់រំមានតែការអប់រំតែមួយគត់ដែលអាចបំភ្លឺសត្វលោកទាំងអស់ឲ្យទៅរកផ្លូវនៃសន្តិភាពនិងសុភមង្គលនៅក្នុងឱកាសនេះផងដែលនាងខ្ញុំក៏សូមគោរពអរគុណដល់ប៉ាម៉ាក់និងបានផ្ដល់ឱកាសឲ្យកូនទទួលបានការអប់រំនៅក្នុងសាលាមួយជាទីកក់ក្ដៅដែលផ្ដល់ឲ្យកូនទាំងចំណេះដឹងវិន័យនិងសិលធម៌នាងខ្ញុំពិតជាមានសំណាងដែលបានកើតជាកូនរបស់ប៉ាម៉ាក់នាងខ្ញុំលោកទាំងពីរមិនត្រឹមតែចិញ្ចឹមបីបាច់ថ្នាក់ថ្នមនាងខ្ញុំបានអរប៉ុណ្ណោះទេថែមទាំងផ្ដល់ឱកាសឲ្យនាងខ្ញុំទទួលបានការសិក្សាដ៏ប្រសើរពីគ្រឹះស្ថានអប់រំរដ្ឋនិងឯកជនដ៏មានគុណភាពដែលជាដើមទុនជីវិតមិនអាចកាត់ថ្លៃបាននាងខ្ញុំសូមគោរពអរគុណដល់លោកគ្រូអ្នកគ្រូទាំងអស់ដែលបានបង្ហាត់បង្រៀនដល់នាងខ្ញុំឲ្យមានថ្ងៃនេះជាពិសេសសាលាអន្តរជាតិកាឡេណានិងសាលាអន្តរជាតិជាវណ្ណដាមិនត្រឹមតែជាសាលាដែលមានគុណភាពល្អក្នុងការអប់រំនោះទេហើយទាំងវឹកហាត់ឲ្យនាងខ្ញុំមានភាពក្លាហានក្នុងការសម្ដែងមតិនិងចូលរួមក្នុងសង្គមដោយភាពជឿជាក់និងមានទំនុកចិត្តខ្ពស់នាងខ្ញុំនឹងបដិញ្ញាចិត្តថាត្រូវតែខិតខំរៀនសូត្រឲ្យបានខ្លាំងពូកែស្ដាប់ដំបូន្មានលោកគ្រូអ្នកគ្រូស្ដាប់ដំបូន្មានឪពុកម្ដាយយាយតាជាយាមស្វ័យសិក្សាដើម្បីដកខាត់ខ្លួនឯងឲ្យក្លាយជាទំពាំងថ្នល់ឬស្អីមួយដើមប្រកបដោយគុណភាពនិងជាទីទុកចិត្តដល់មហាជនទូទៅជាចុងបញ្ច
បងប្អូនរកទទួល